មានបរោះពុះម៉ែម្នាក់មានកូន4រូបមានធំនិងសង្ខារលើសគេនៅក្នុងភូមិបរោះនោះដើម្បីចិញ្ចឹមជីវិតនិងចិញ្ចឹមកូនគាត់ប្រកបមុខរបរកសិកម្មដាំដំណាំគ្រប់ប្រភេទនៅលើដីចំនួន1ហិកតាថ្ងៃមួយគាត់គិតថាអញកាន់តែចាស់ហើយអញគ្មានទ្រព្យសម្បត្តិអ្វីសម្រាប់ឲ្យកូនអញទាំង4ទេគិតដូច្នេះហើយគាត់ក៏បានហៅកូនទាំង4មកប្រាប់ថាឪពុកចាស់ហើយឪពុកមិនមានគេមរតកអ្វីឲ្យកូនទេក៏ប៉ុន្តែពេលពុកនៅក្មេងពុកបានដឹងថាជីដូនជីតារបស់យើងបានកប់គេមរតកជាច្រើននៅក្នុងដីចំការខាងក្រោយផ្ទះពុកភ្លេចទីតាំងកប់នោះហើយដូច្នេះកូនទាំង4ត្រូវប្រឹងកាប់គាស់ដីនោះដើម្បីដាំដំណាំនិងរកកំណប់នោះផងឮដូច្នេះកូនទាំង4នាក់ប្រឹងប្រែងកាប់គាស់ដីដាំដំណាំសពមុខសពសារពើទទួលបានផលច្រើនជាទីគាប់ចិត្តដោយសារការប្រឹងប្រែងរបស់គេពីមួយឆ្នាំទៅមួយឆ្នាំគេទទួលបានផលដំណាំគ្រប់មុខយកទៅលក់នៅទីផ្សារបានផលចំណូលចំណេញคล้ายទៅជាគ្រួសារអ្នកមានគ្រប់គ្នា